ចំពោះដើមស្វាយមួយដើមនេះក៏ខ្ញុំបណ្ដុះក្របខ្លួនឯងដែរវាជាប្រភេទស្វាយខ្មែរយើងស្វាយបុរាណដែលគេច្រើនតែហៅថាស្វាយខ្ទិះហ្នឹងនៅពេលដែលទុំទៅវាផ្អែមខ្លាំងផ្អែមឆ្ងាញ់មែនតើអញ្ចឹងស្វាយនេះដូចជាខ្ញុំបណ្ដុះខ្លួនឯងនៅផ្ទាល់ដៃតែមកដល់ឆ្នាំហ្នឹងវាជាឆ្នាំទី2ហើយដែលវាផ្លែអញ្ចឹងយើងហូបផ្លែបាន2ឆ្នាំហើយឆ្នាំទី2វាផ្លែបាន2ឆ្នាំប៉ុន្តែផ្លែរបស់វាគឺផ្អែមមែនតើប៉ុន្តែដូចជាវាមានបញ្ហាមួយចំនួនដែរដូចជាមានតកៅអុចដើមឬក៏ដួងអុចដើមទេអានេះដោយសារតែខ្ញុំឃើញវាយឺតពេលដែរអញ្ចឹងខ្ញុំឆ្កឹះវាចេញឆ្កឹះទីតាំងតែសត្វដួងវាស៊ីហ្នឹងខ្ញុំឆ្កឹះចេញឥឡូវដូចជាឃើញមានដុះសបកថ្មីចេញមកទីតាំងចាប់ដើមដុះសបកថ្មីហើយនេះជារុនដួងតែដោយសារតែខ្ញុំដឹងយឺតពេកអញ្ចឹងខ្ញុំដាក់ថ្នាំការពារឬក៏ថ្នាំសម្លាប់ដួងទៅវាយឺតចឹងនេះចាប់ដើមដុះសបកថ្មីចេញមកដើម្បីការពារសាច់ដែលដួងស៊ីអូខេនេះចេញជ័រនេះខ្ញុំឆែកមើលថាវាមានស្អីស៊ីវាទៀតឬក៏វាគ្រាន់តែតបៅអុចធម្មតាទេស្វាយនៅពេលដែលវាផ្លែហើយយើងប្រមូលផលហើយវារៀងអន់ដើមបន្តិចដោយសារតែជីវជាតិទាំងអស់ហ្នឹងវាត្រូវចិញ្ចឹមផ្លែវាដល់ពេលអញ្ចឹងទៅពេលដល់ខែធ្លាក់ភ្លៀងមកស្លឹកវាអន់មានមែកខ្លះក៏ងាប់មួយចំនួនដែរនេះជាប្រភេទស្វាយខ្ទិះដែលខ្ញុំបានបណ្ដុះនឹងដាំនៅខ្លួនឯង